បើសិនជាបងប្អូនដឹងថាថ្ងៃហ្នឹងធ្វើម្ហូបអីបងប្អូនអាចមើលវីដេអូនេះបាននៅក្នុងទូខ្ញុំអត់មានត្រីទេខ្ញុំមានតែសាច់ជ្រូកបន្តិចហើយនៅសល់ត្រីហើមដែលយកមកពីខ្មែរហ្នឹងគឺខ្ញុំយកមកស្លស្លក់បងប្អូនហើយនៅក្នុងទូខ្ញុំគឺបន្លែស្ទិញតាំងពីអាទិត្យមុនចេះវាអត់ទាន់ខូចតម្លៃឲ្យវារៀងចាស់ហើយស្ទើរតែននងបងប្អូនកាត់មកឡើងខូចហ្មងខាងកណ្ដាលប៉ុន្តែអាចុងហ្នឹងវានៅស្រស់នៅអត់ទាន់ខូចចឹងខ្ញុំកាត់វាស្លបន្តិចទៅស្លក់មួយមុខនេះគឺថាមានជាតិមែនតើបងប្អូនចង់ជាតិជាងត្រីស្រស់ផងឆ្ងាញ់ណាស់ដោយសារមាន color រៀងធំស្អុយស្អុយតិចតិចពីត្រីហើមហើយសាច់ជ្រូកក៏យើងមានជាតិទៀតអូឆ្ងាញ់មែនតើខ្ញុំស្លតែម្នាក់ឯងចឹងទៅខ្ញុំស្លតែត្រី3កង់ទេហើយនឹងសាច់ជ្រូកបន្តិចគាត់ថាបន្លែវារៀងច្រើននៅម៉ាឡេស៊ីបើសិនជាយើងមានរបស់ខ្មែរម្ហូបខ្មែរដូចថាគ្រឿងផ្អាប់គ្រឿងអីនៅក្នុងផ្ទះគឺថាល្អម្យ៉ាងដែរគឺថាត្រីហើមត្រីអីចឹងទៅយើងដាក់ប្រកបទុកចោលដូចថ្ងៃណាយើងខ្វះម្ហូបខ្វះអីឬក៏ខ្ជិលចង់ចេញក្រៅអីហើយយើងនឹកឃើញយើងធ្វើញ៉ាំហ្មងបងប្អូនហើយស្លក់ខ្ញុំស្លដូចតែស្លក់យើងធម្មតានឹងពេលទឹកពុះចឹងទៅយើងដាក់ខ្ទឹមល្មៀតខ្ជាយបន្ទាប់មកដាក់សាច់ជ្រូកទៅហើយនឹងដាក់ត្រីហើមនឹងចូលបន្ទាប់មកយើងដាក់ល្ពៅយើងពុះល្ពៅរៀងផុយតិចសិនយើងដាក់តឡាចហើយនឹងកណងពុះប្រហែលជា2នាទីឲ្យតឡាចហើយកណងវាស្ពប់តិចទៅបានខ្ញុំដាក់ថួយល្ពៅហើយនឹងទឹកសក់ចូលបងប្អូននិយាយទៅប្រហែលហើយនឹងស្លក់ខ្ញុំចូលចិត្តដាក់ផ្លែទឹកសក់ខ្ញុំគឺថាឆ្ងាញ់បងប្អូនស្លតាមខ្ញុំធានាថាមកឆ្ងាញ់ហ្មងបើថាអត់ឆ្ងាញ់អាចឆាតមកជេរស្លក្តៅក្តៅបាយក្តៅក្តៅម្ទេសហល់បងប្អូនយល់ថាឆ្ងាញ់មែនទេហូបស្លក់មួយមុខនេះគឺថាអាចខ្វះទឹកត្រីម្ទេសបានទេបងប្អូននេះស្លមួយត្រីនេះឆ្ងាញ់ឡែកឆ្ងាញ់